សូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីបាទថ្ងៃនេះលោកគ្រូហេងបានឡើងមក talk show ទៀតហើយបាទបងប្អូន SME យើងបានសួរលោកគ្រូហេងទៀតហើយថាលោកគ្រូហេងខ្ញុំចុះបញ្ជីក្រុមហ៊ុនហើយថាតើខ្ញុំត្រូវរៀបចំខ្លួនឬក៏បំពេញកាតព្វកិច្ចអ្វីទៀតទេគ្រូហេងព្រោះខ្ញុំអត់យល់ច្បាប់ទម្លាប់អីទេគ្រូហេងបាទខ្ញុំថាបងប្អូនម្ចាស់អាជីវកម្មយើងមានភាពវាងវៃវៃឆ្លាតបាទព្រោះគាត់ស្ដាប់គ្រូហេងនិយាយច្រើនតកតងជាមួយការគោរពច្បាប់ណាច្បាប់ពន្ធដារច្បាប់គណនេយ្យច្បាប់ឧស្សាហកម្មណាច្បាប់ពាណិជ្ជកម្មអីចឹងជារួមអ្នកចុះបញ្ជីក្រុមហ៊ុនហើយគឺមានកាតព្វកិច្ចធំចំនួន2បាទខ្ញុំថា2ចុះទី1គឺកាន់បញ្ជីគណនេយ្យអូខេទី2គឺត្រូវតែប្រកាសពន្ធឲ្យបានត្រឹមត្រូវអញ្ចឹងខ្ញុំបែងចែកពីនឹងឲ្យច្បាស់អ្វីទៅជាអ្នកកាន់បញ្ជីគណនេយ្យអញ្ចឹងក្រុមហ៊ុនអាជីវកម្មដែលកើតឡើងវាមានប្រតិបត្តិការអាជីវកម្មបងប្អូនម្ចាស់អាជីវកម្មយើងជាច្រើនរវល់តែគិតអំពី operationមិនបានគិតអំពីកត្តា2ខាងលើដែលខ្ញុំរៀបរាប់នោះទេអញ្ចឹងហើយបងប្អូនម្ចាស់អាជីវកម្មទាំងនោះតែងតែជួបនៅការពិន័យនិងទោសទណ្ឌផ្សេងពីអាជ្ញាធរពន្ធដារនិងអាជ្ញាធរសាវនកម្មនិងគណនេយ្យជាដើមទាំងអស់នឹងហើយដែលជាចំណុចបារម្ភដែលថាខំរោស៊ីហើយរដ្ឋអត់បានជួយលើកទឹកចិត្តអីទេគិតតែពិន័យប៉ុន្តែបងប្អូនទាំងអស់មានបានទទួលអានទទួលដឹងទទួលឮទទួលយល់អំពីច្បាប់បទបញ្ញត្តិដែលទេអញ្ចឹងថ្ងៃនេះលោកគ្រូហេងសូមជម្រាបថាកាតព្វកិច្ចធំ2ដែលបងប្អូនទៅគិតនោះគឺទៅកាន់បញ្ជីគណនេយ្យនិងប្រកាសពន្ធឲ្យបានត្រឹមត្រូវអញ្ចឹងបញ្ជីគណនេយ្យតើធ្វើដោយម្ដេចដែលរៀបចំបញ្ជីគណនេយ្យបានអញ្ចឹងបងប្អូនត្រូវមានគណនេយ្យករត្រូវមានប្រព័ន្ធគណនេយ្យករទៅចេះប្រព័ន្ធទៀតហើយគណនេយ្យករគាត់ចេះគណនេយ្យទៅគាត់រៀបបញ្ជីគណនេយ្យបានហើយអញ្ចឹងបានន័យថាបញ្ជីគណនេយ្យហ្នឹងអាចបងប្អូនជាម្ចាស់អាជីវកម្មហ្នឹងផលិតជារៀងរាល់ខែហ្នឹងគណនេយ្យករអាចផលិតឲ្យ print ចេញមកឲ្យបងប្អូនម្ចាស់អាជីវកម្មនឹងដឹងរៀងរាល់ខែតើខែហ្នឹងលក់បានប្រមាណខែហ្នឹងចំណាយអីខ្លះខែហ្នឹងត្រូវមានអាសិតប្រមាណទៅជាពាក់លុយគេប្រមាណទៅប្រមូលលុយប្រមាណ inventory អីមានប្រមាណសន្និធិទ្រព្យអីចឹងទៅហើយនៅពេលដែលប្រចាំខែ complete មួយទៀតគឺប្រកាសពន្ធប្រចាំខែ បាទឲ្យតន់ពេលវេលាហ្នឹងហើយជាចុងក្រោយរឿងពន្ធដារដែរគឺពន្ធប្រចាំឆ្នាំហ្នឹងហើយក៏ត្រូវតែធ្វើដែរអញ្ចឹងចំណុចសំខាន់ធំពីរហ្នឹងត្រូវបងប្អូនម្ចាស់អាជីវកម្មយកចិត្តទុកដាក់ឡើងវិញបាទអញ្ចឹងក្នុងករណីដែលបងប្អូនម្ចាស់អាជីវកម្មដែលមិនមានលទ្ធភាពក្នុងការធ្វើដោយខ្លួនឯង រកគណនេយ្យករដោយខ្លួនឯងសូមប្រឹក្សាជាមួយនឹងលោកគ្រូហេងក៏បានដែរឬក៏ប្រឹក្សាជាមួយនឹងក្រុមហ៊ុនប្រឹក្សាផ្សេងទៀតក៏បានដែរបាទសូមអរគុណបាទ